ឲ្យចុះឯណាអវិចិត្រវានៅឯណាបានជីវិតទុកកូនឯនៅបែបនេះតែម្នាក់ឯងបងកូនមិនបាច់និយាយអីទេពុកនឹងនាំកូនទៅផ្ទះយើងវិញពុកនឹងរកគ្រូពេទ្យមកព្យាបាលកូនឲ្យទាល់តែជាអាចនឯងឆាប់រៀបចំទុកឲ្យកូនយើងបានដេកឲ្យបានស្រួលយើងនឹងនាំលក្ខណៈទៅផ្ទះយើងវិញបាទលោកម្ចាស់បាទលោកពិសិដ្ឋវិបុលបាននាំយកលក្ខណៈចេញទៅផ្ទះរបស់ខ្លួនវិញវិចិត្រមកដល់ផ្ទះក៏បាត់ប្រពន្ធខ្លួនហើយក៏បានរត់ប្រញាប់ទៅសួរអ្នកជិតខាងបានដឹងថាលោកពិសិដ្ឋវិបុលបាននាំយកប្រពន្ធខ្លួនពីខ្លួនទៅវិញក៏បាននាំលោកគ្រូពេទ្យជីទុងទៅភូមិកំណើតជាមួយខ្លួនពុទ្ធោលក្ខណៈកូនម្ដាយហេតុអីកូនធ្លាក់ខ្លួនដល់ថ្នាក់នេះម៉ែខំបង្កើតកូនមកមើលថែកូនមិនឲ្យកូនលំបាកសំបីតែស្រមោចខំកូនកុំម៉ែខ្លាចកូនឈឺតើហេតុអីកូនរស់ផ្លូវធ្វើឲ្យខ្លួនឯងបែបនេះបងវិចិត្របងនៅឯណាម៉ែវាកូនយើងពិតជាស្រឡាញ់អវិចិត្រនោះខ្លាំងណាស់សូម្បីតែដល់ដំណាក់កាលនេះទៅហើយក៏នៅតែស្រែករកអវិចិត្រនោះដែរបើសិនបងមិនបំបាច់ពួកគេពេលនោះទេកូនយើងក៏មកដល់ថ្នាក់នឹងដែរលោកម្ចាស់អវិចិត្រវានៅមុខផ្ទះវាចង់សុំជួបមុខនាងហើយវាបាននាំគ្រូពេទ្យម្នាក់មកជាមួយដែរបាទលោកម្ចាស់ខ្ញុំសុំឲ្យវិចិត្រចូលមកជួបកូនយើងមកឲ្យកូនយើងបានសុំបំណងគេផងឲ្យគ្រូពេទ្យមកព្យាបាលកូនយើងផងគ្រូពេទ្យដែលល្បីក្នុងភូមិគេថាអាចនឲ្យវាចូលមកលក្ខណៈអូនបងមកដល់ហើយអូនព្រមតិចទៅណាបងបាននាំគ្រូពេទ្យដែលគាត់ជាពេទ្យនៅក្នុងខេត្តមកព្យាបាលអូនហើយលោកគ្រូពេទ្យជំងឺកូនខ្ញុំយ៉ាងម៉េចដែរជំងឺរបស់កូនលោកគឺជាប្រភេទជំងឺឆ្លងហើយជំងឺនេះចូលដល់ដំណាក់កាលធ្ងន់ធ្ងរហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំនៅពេលដែលទៅមើលថែអ្នកជំងឺត្រូវយកកណាត់មកចងបិទច្រមុះជាដាច់ខាតក្មួយប្រុសឲ្យខ្ញុំសុំទោសផងណាដែលខ្ញុំមិនអាចជួយប្រពន្ធលោកបានបើសិនជាខ្ញុំអាចជួបលឿនជាងនេះប្រហែលជាអាចមានសង្ឃឹមបាទលោកគ្រូខ្ញុំយល់ខ្ញុំសូមអរគុណលោកគ្រូណាដែលព្រមមកតាមខ្ញុំដើម្បីមើលជំងឺប្រពន្ធខ្ញុំអញ្ចឹងខ្ញុំសូមលាអ្នកទាំងអស់គ្នាហើយខ្ញុំទៅហើយចាំខ្ញុំឲ្យអ្នកបម្រើជូនលោកគ្រូទៅវិញមួយអាទិត្យក្រោយមកលក្ខណៈក៏បានលាចាកលោកទៅលោកពិសិដ្ឋវិបុលបានឃើញទង្វើនឹងការស្រឡាញ់របស់វិចិត្រទៅកាន់កូនខ្លួនធ្វើឲ្យលោកមានវិប្បដិសារីទៅកាន់កូនដែលពង្រត់ពួកគេទាំងពីរវិចិត្រចាប់ពីពេលនេះតទៅតើឯងគិតយ៉ាងណាបាទលោកម្ចាស់ខ្ញុំនឹងត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញជាមួយនឹងម្ដាយរបស់ខ្ញុំនឹងរស់ស៊ីជាអ្នកនេសាទដោយដែលខ្ញុំនៅជាមួយលក្ខណៈឯងមិនបាច់ទៅទេយកម្ដាយរបស់ឯងមកនៅផ្ទះធំជុំគ្នាមកព្រោះពីថ្ងៃនេះតទៅយើងលែងមានលក្ខណៈទៀតហើយយើងនឹងទទួលយកឯងធ្វើជាកូនប្រសាររបស់យើងតទៅតែសម្រាប់ខ្ញុំលែងមានន័យហើយពេលដែលអត់ពីប្រពន្ធខ្ញុំទៅឲ្យយើងសុំទោសដែលកាលនោះយើងបបែកពួកឯងតែពេលនឹងឯងត្រូវតែយល់ផងឯងមិនមានគោលដៅច្បាស់លាស់ហើយឪពុកម្ដាយណាទៅដែលចង់ឲ្យកូនទៅយកអ្នកដែលគ្មានគោលដៅនោះព្រោះខ្លាចកូនលំបាកបានខ្ញុំយល់ហើយលោកម្ចាស់ពីពេលនេះតទៅកូនឈប់ហៅយើងថាលោកម្ចាស់ទៅត្រូវហៅយើងថាពុកបានពុកចាប់ពីថ្ងៃដែលលោកពិសិដ្ឋវិបុលបានទទួលវិចិត្រជាកូនប្រសារលោកពិសិដ្ឋវិបុលបានជួយវិចិត្រក្នុងការរកស៊ីរបស់គេផងដែរនិងផ្ដល់សិទ្ធិឲ្យវិចិត្រគ្រប់គ្រងផ្ទះដោយលោកដែរ